មកដឹងពីគុណប្រយោជន៍របស់ផ្លែកន្ទួតកន្ទួតគឺជាផ្លែឈើមួយប្រភេទដែលមានផ្លែរសជាតិជូរប្រើបរិភោគបានកន្ទួតមានពីរប្រភេទគឺកន្ទួតស្រុកនិងកន្ទួតព្រៃគេរកឃើញប្រភេទនេះគឺនៅពាសពេញទ្វីបអាស៊ីនិងក៏នៅក្នុងតំបន់ការ៉ាបៀនអាមេរិកកណ្ដាលនិងខាងត្បូងផ្លែកន្ទួតគឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ប្រូតេអ៊ីនជាតិសរសៃនិងសារធាតុខនិជខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែកន្ទួត1ប្រភពវីតាមីន C ផ្លែកន្ទួតមានកម្រិតវីតាមីន C អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្ដាសាយដែលតួនាទីមានសារធាតុធម្មជាតិប្រឆាំងនឹងអ៊ីស្តាមីននិងជំនួយដល់ប្រព័ន្ធភាពស៊ាំដើម្បីទទួលបានវីតាមីន C ពេញលេញពីផ្លែកន្ទួតអ្នកត្រូវតែពិសាវាទាំងស្រស់ពីអង់ទីអុកស៊ីដង់អាចការពារពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនដល់សុខភាពរួមមានជំងឺមហារីកជាដើម3ប្រឆាំងនឹងជំងឺមហារីកទឹករបស់ផ្លែកន្ទួតអាចបង្កការលូតលាស់នៃកោសិកាមហារីកកោសិកាដែលមានប្រតិកម្មល្អបំផុតជាមួយនឹងទឹកកន្ទួតគឺកោសិការបស់ក្រពះស្បែកនិងស្បូន4ប្រឆាំងនឹងបញ្ហារលាកផ្លែកន្ទួតមានគុណសម្បត្តិព្យាបាលបញ្ហារលាកដូចជាបញ្ហារលាកច្រមុះនិងភ្នែកហើយវាត្រូវបានគេរកឃើញថាអាចកាត់បន្ថយបញ្ហារលាកដែលបង្កឡើងដោយបញ្ហាសន្លាក់ផងដែរ5គុណសម្បត្តិផ្សេងៗរបស់ផ្លែកន្ទួតវាអាចជួយបង្ការរ៉ាឌីកាល់សេរីប្រឆាំងនឹងជំងឺមហារីកនិងកាត់បន្ថយការរលាកដែលបង្កមកពីជំងឺផ្សេងៗវាថែមទាំងជួយគ្រប់គ្រងការបញ្ចេញចោលនិងជួយព្យាបាលបញ្ហាទល់លាមកព្រោះវាសម្បូរទៅដោយជាតិសរសៃនិងជួយបង្ការជំងឺទឹកនោមផ្អែម6ផ្លែកន្ទួតក៏អាចជួយកាត់បន្ថយស្ត្រេសផងដែរវាក៏ត្រូវបានគេរកឃើញថាវាដើរតួនាទីជាថ្នាំងងុយគេងដែលជួយដល់ការគេងការសម្រាករបស់សាច់ដុំនិងមានប្រសិទ្ធភាពធ្វើឲ្យអារម្មណ៍ស្ងប់ដកស្រង់ចេញពី CAN